បាទសូមស្វាគមន៍មកកាន់ channel ខ្មែរ Cooking អញ្ចឹងថ្ងៃនេះ admin សូមបង្ហាញនៅមុខម្ហូបមួយដែលហៅថាអង្ក្រងរោមគោអញ្ចឹងនេះយើងចាប់ដើមធ្វើដូចទៅយើងកំពុងតែធ្វើការហាន់សាច់គោបាទអញ្ចឹងយើងហាន់ប្រទេសស្ដើងតិចមកដើម្បីឲ្យវាឆាប់ឆ្អិននិងចូលជាតិបាទអញ្ចឹងនេះយើងកំពុងតែញាប់ដៃញាប់ជើងក្នុងការហាន់សាច់របស់យើងបាទអញ្ចឹងយើងអញ្ចឹងណាអញ្ចឹងគ្រួសារខ្ញុំមាន3 4នាក់ទៅគឺដាក់សាច់យើងច្រើនទៅបាទអូខេអូខេបន្ទាប់ពីយើងធ្វើការហាន់សាច់ហើយនេះគ្រឿងផ្សំរបស់យើងមានខ្ទឹមក្រហមមានល្មៀតអញ្ចឹងយើងធ្វើការចិញ្ច្រាំខ្ទឹមក្រហមខ្ទឹមសរបស់យើងបាទនិងគល់ស្លឹកគ្រៃអញ្ចឹងគល់ស្លឹកគ្រៃយើងហាន់វាឲ្យស្ដើងឲ្យខ្លីមកបាទដើម្បីងាយស្រួលក្នុងការច្បល់ចូលឲ្យមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់បាទអញ្ចឹងគល់ស្លឹកគ្រៃយើងដាក់ប្រហែលជា3គល់ទៅដើម្បីបំបត្តិក្លិនឆ្អាបបាទបន្ថែមរសជាតិកាន់តែឆ្ងាញ់យើងមាននេះតើណាបាទយើងមានម្ទេសអញ្ចឹងម្ទេសយើងដាក់ទៅតាមតម្រូវការរបស់យើងទៅយើងចង់ហឹរតិចឬក៏ហឹរខ្លាំងបាទដាក់2គ្រាប់3គ្រាប់5គ្រាប់ទៅតាមតម្រូវការឬក៏ទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងសម្រាប់ពួកយើងដាក់តែ3 4គ្រាប់ទៅបានហើយបាទពួកយើងអត់សូវចេះហឹរទេអូខេអញ្ចឹងនេះយើងបន្ថែមស្លឹកគ្រៃថែមតិចទៀតដើម្បីឲ្យរសជាតិកាន់តែឈ្ងុយឆ្ងាញ់បាទអូខេតមកទៀតយើងមានស្លឹកក្រូចបាទអញ្ចឹងយើងដាក់ស្លឹកក្រូចដែរដើម្បីឲ្យកាត់រសជាតិឆ្អាបនិងបន្ថែមរសជាតិអូខេបន្ទាប់ពីយើងធ្វើការផ្សំគ្រឿងហើយឥឡូវនេះយើងចាប់ដើមលាយគ្រឿងតែម្ដងបាទអញ្ចឹងយើងដាក់គល់ស្លឹកគ្រៃដាក់ស្លឹកក្រូចយើងដាក់ម្ទេសចូលតែម្ដងបាទតមកទៀតយើងដាក់ស្ករសបាទស្ករស1ស្លាបព្រាបាយអញ្ចឹងទៅបាទ2ស្លាបព្រាបាយទៅតាមតម្រូវការចំណង់ចំណូលចិត្តរបស់យើងបន្តមកទៀតយើងមានម្សៅស៊ុបខ្នុរបាទឬក៏គេហៅ chicken powder ទឹកត្រីបាទទឹកត្រីដាក់2ស្លាបព្រាដែរទៅបាទបន្តមកទៀតយើងមានស្ដែកដីបាទស្ដែកដីដែលយើងបានបកហើយលីងហើយហ្នឹងឯងបាទ
បន្ទាប់ពីយើងដាក់នេះហើយស្ដេចដីហើយយើងដាក់ខ្ទឹមបាទយើងមានខ្ទឹមសនិងខ្ទឹមក្រហមបាទបន្តមកទៀតយើងធ្វើការរៀបចំបាទច្បល់បាទបន្តមកទៀតយើងដាក់បាទបន្តមកទៀតជាដាក់គ្រឿងសាតេបន្ទាប់ពីដាក់គ្រឿងសាតេបាទឲ្យវាមានរសជាតិកាន់តែឆ្ងាញ់បន្តមកទៀតយើងបាទបន្តមកទៀតយើងដាក់ទឹកប្រេងខ្យងបាទនេះទឹកប្រេងខ្យងរបស់យើងបាទឲ្យវាបន្ថែមរសជាតិមួយទៀតគឺយើងធ្វើការដាក់អង្ក្រងចូលតែម្ដងបាទដើម្បីឲ្យទឹកខាំគូបាទនេះបន្តមកទៀតគឺយើងដាក់ទឹកដោះគោបាទទឹកដោះគោឆៅរបស់យើងហ្នឹងបាទបន្តមកទៀតយើងធ្វើការច្បល់ឲ្យវាចូលជាតិនេះបាទយើងច្បល់វាទៅបាទច្បល់ដែលគ្រឿងផ្សំរបស់យើងបានដាក់មិញដែលមានគល់ស្ក្រៃដែលមានស្លឹកក្រូចសើចខ្ទឹមសខ្ទឹមក្រហមសណ្ដែកដីអង្ក្រងបាទបើប៊ីចេងអីមិញហ្នឹងបាទអញ្ចឹងយើងធ្វើការច្បល់វាបន្តិចទៅដើម្បីឲ្យវាស្មើសាច់ឲ្យវាចូលជាតិគ្រប់សាច់យើងគ្រប់ដុំណាបាទចូលជាតិយើងច្បល់កាន់តែយូរកាន់តែឆ្ងាញ់វាចូលជាតិបានសព្វណាបងប្អូនបាទអញ្ចឹងនេះបន្ទាប់យើងធ្វើការច្បល់ហើយបាទយើងអាចថាទុកវាប្រហែលជា2នាទីទៅដើម្បីឲ្យវាចូលជាតិបាទណាបាទនេះអូខេយើងទុកវាបន្តិចទៅដើម្បីឲ្យវាចូលជាតិហើយឥឡូវនេះយើងទៅធ្វើការបង្កាត់ភ្លើងបាទដើម្បីត្រៀមអាំងនៃក្រងខំគោរបស់យើងបាទភ្លើងកំពុងតែឆេះបាទមានអីទេបងប្អូននៅតាមស្រុកស្រែជនបទរបស់យើងមានអស់យើងមានខ្ជុងអីទៅតាមនឹងទៅបាទអញ្ចឹងបងប្អូនមានខ្ជុងដាក់ខ្ជុងមានអស់ដាក់អស់តែយើងរកប្រភេទអស់ឬក៏ខ្ជុងណាដែលវាមានល្ងើកល្អតែដើម្បីឲ្យងាយស្រួលក្នុងការអាំងឆាប់ឆ្អិនបាទអូខេអញ្ចឹងនេះភ្លើងយើងកំពុងតែឆេះល្ងើកចាប់ដើមមានបដៅហើយអញ្ចឹងប្រហែលជាបន្តិចទៀតយើងអាចចាប់ដើមបានហើយបាទភ្លើងឆេះហើយល្ងើកយើងក៏មានច្រើនដែរបាទអូខេបន្ទាប់ពីភ្លើងយើងបានបង្កាត់ហើយឆេះហើយយើងទុកវាចោលសិនទៅបន្តមកទៀតយើងទៅធ្វើការវិចខ្ចប់បាទថាធ្វើការខ្ចប់នៅសាច់គោដែលយើងបានប្រឡាក់ជាមួយគ្រឿងក្រៅរបស់យើងហើយបាទយើងខ្ចប់បងប្អូនកុំភ្លេចយើងរកกระดาษអាលុយមីញ៉ូមបងប្អូនបាទกระดาษអាលុយមីញ៉ូមទៅយើងងាយស្រួលក្នុងការដុតនៅអង្ក្រងខំគោរបស់យើងបាទនេះអូខេចឹង admin បង្ហាញប៉ុណ្ណឹងតោះយើងតាមដានទេសនាបន្តទៀតនេះអូខេបាទនេះយើងខ្ចប់ទី2បាទអញ្ចឹងយើងច្រើនដែរមានដល់តែ3 4ប្រអប់បងប្អូនបាទ3 4កញ្ចប់បាទនេះបាទយើងដាក់រៀបចំវាបាទអានេះវាបងប្អូនដាក់ទូចល្មមទៅបាទហើយដើម្បីឲ្យវាឆាំឆ្អិនបើយើងដាក់ អូខេអញ្ចឹងយើងធ្វើការវិចខ្ចប់មួយទៀតហើយបាទអញ្ចឹងយើងទៅតាមហ្នឹងទៅបាទយើងដាក់ឲ្យតិចរបបបានហើយដើម្បីឲ្យវាឆាប់ឆ្អិនបាទនេះយើងបត់អញ្ចឹងមកបងប្អូននេះបាទ1បាទយើងបត់អញ្ចឹងមួយមកបាទ2បាទងាយស្រួលបាទ3 4បាទយើងបត់បែបហ្នឹងមកបងប្អូនបាទបត់បែបហ្នឹងមកហើយបន្តមកទៀតយើងអាចរកចំណងអីចងតិចមកបាទយើងអាចបើមានលុះយើងអាចចងលុះមកបានឬក៏ចំណងជានៅតាមស្រុកស្រែយើងបត់យើងរកសតបធៀងជែកបាទធៀងជែកឬក៏ច្បារជែកយកមកចងក៏បានដែរបងប្អូនតែបើអត់មានទេយើងអាចយកលុះមកចងក៏បានដែរនេះឃើញទេអញ្ចឹងយើងប្រហើយបាននៅប្រអប់ទី3ទី4របស់យើងបាទអញ្ចឹងយើងដាក់ទាំងអស់តែម្ដងមើលទៅតំណងបាទសំបីតែ admin ថតបដាក្លិនឈ្ងុយបដាហើយបាទមិនទាត់បានចំអិនផងបាទវាចូលជាតិបាទមើលទៅវាតំណងមែនតើអូខេអញ្ចឹងនេះដូចរបៀបបត់យើងធ្វើភាសាទៀតបាទទី1 2ហើយយើងបត់ខាងឆ្
ឆ្វេងខាងស្ដាំឡើងមកបាទនេះបាទប្រព័ន្ធនោះរួចជាការស្រេចបងប្អូនបាទរួចជាការស្រេចអញ្ចឹងបន្ទាប់ពីយើងបានបត់ចឹងហើយយើងរកខ្សែអីចងបន្តិចទៅបានហើយបាទអូខេអញ្ចឹងឥឡូវនេះយើងរួចរាល់ក្នុងការបត់ហើយឥឡូវនេះយើងយកទៅដុតវាតែម្ដងយកទៅចម្អិនវានេះបងប្អូនឃើញយើងបាន4កញ្ចប់ដែរបាទអញ្ចឹងយើងដាក់ភ្លើងហឹមតិចល្មមបានហើយដើម្បីឲ្យវាឆ្អិនចូលជាតិបានល្អជៀសវាងពីខ្លោចដែលអត់សូវឆ្អិនអញ្ចឹងណាបងប្អូនបាទអញ្ចឹងយើងដាក់ភ្លើងល្មមបានហើយតិចបានហើយបាទដើម្បីឲ្យវាចូលជាតិបាទឆ្អិនសពទាំងលើទាំងក្រោមអញ្ចឹងទៅបងប្អូនអញ្ចឹងយើងបន្ទាប់យើងបានចម្អិនហើយឥឡូវនេះយើងសាកប្រែវាបាទបើកវាមើលថាតើវាឆ្អិនហើយនៅបាទអញ្ចឹង